ការ៉េម្រាមដៃខ្មោចម៉ោង12យប់នាងខ្ញុំរីតាជាអ្នកទទួលភ្ញៀវនៅក្នុងហាងខារ៉ាអូខេមួយកន្លែងនៅដងវិថីផ្លូវ2004នៅទីក្រុងភ្នំពេញដែលខ្ញុំបម្រើការងារនៅទីនោះជាង3ឆ្នាំមកហើយមានយប់មួយប្រហែលម៉ោង12យប់បន្ទាប់ពីខ្ញុំបានទទួលភ្ញៀវ2នាក់រួចមកហើយនាងខ្ញុំក៏បានមកអង្គុយនៅខាងមុខហាងតែម្នាក់ឯងដើម្បីរងចាំទទួលភ្ញៀវផ្សេងទៀតដែលមានបំណងចង់ចូលមកផឹកស៊ីជ្រីងលេងកម្សាន្តនៅពេលនោះពេលដែលខ្ញុំកំពុងតែស្រវឹងស្រឿងអង្គុយមើលទូរស័ព្ទតែម្នាក់ឯងស្រាប់តែខ្ញុំបានឮសំឡេងកណ្ដឹងរឹងនៅពីមុខហាងពេលខ្ញុំក្រឡេកទៅបានឃើញអ៊ំប្រុសម្នាក់កំពុងតែរុញរទេះការ៉េមពេលនោះខ្ញុំឆ្ងល់ខ្លាំងណាស់ហេតុអ្វីគាត់លក់ការ៉េមនៅពេលយប់ឬក៏ពេលថ្ងៃមានអ្នកលក់ការ៉េមច្រើនគាត់លក់មិនសូវដាច់ដោយមិនគិតច្រើនណាមួយខ្ញុំចូលចិត្តញ៉ាំការ៉េមផងនោះនាងខ្ញុំក៏បានទៅទិញការ៉េមគាត់មួយដើមយកមកញ៉ាំដែលខ្ញុំមិនបានសួរគាត់អ្វីនោះឡើយហុចលុយឲ្យគាត់រួចខ្ញុំក៏បានយកការ៉េមមករីឯគាត់ក៏បានរុញរទេះទៅមុខបន្តទៀតក្នុងពេលនោះផងដែរពេលខ្ញុំបានយកការ៉េមដាក់ចូលក្នុងមាត់ពេលនោះខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយការ៉េមរបស់គាត់មានរសជាតិផ្អែមឆ្ងាញ់ពិសាត្រជាក់ស្រឹបប្លែកពីការ៉េមដែលខ្ញុំធ្លាប់ញ៉ាំកន្លងមកលុះយប់បន្ទាប់ក្រោយពីនាងខ្ញុំទទួលភ្ញៀវរួចខ្ញុំក៏បានអង្គុយរំពៃសម្លឹងមើលទៅតាមដងផ្លូវក្រែងអ៊ំប្រុសម្នាក់នោះមកទៀតដោយចិត្តរបស់ខ្ញុំចង់ញ៉ាំការ៉េមរបស់គាត់ជាខ្លាំងបន្តិចក្រោយមកម៉ោង12គត់ស្រាប់តែអ៊ំប្រុសលក់ការ៉េមគាត់ក៏បានមកម្ដងទៀតនាងខ្ញុំឃើញហើយក្នុងចិត្តត្រេកអរខ្លាំងណាស់ហើយខ្ញុំបានទៅទិញការ៉េមគាត់មួយដើមដើម្បីមកញ៉ាំពេលគាត់ទៅផុតខ្ញុំបានយកការ៉េមដាក់ចូលក្នុងមាត់ដោយការ៉េមរបស់គាត់នៅតែផ្អែមត្រជាក់ឈ្ងុយឈ្ងប់ដូចយប់មិញដដែលចាប់តាំងពីយប់នោះមកខ្ញុំបានទិញការ៉េមអ៊ំប្រុសម្នាក់នោះរាល់យប់ច្រើនថ្ងៃក្រោយមកមានយប់មួយនាងខ្ញុំបានទិញការ៉េមអ៊ំប្រុសម្នាក់នោះដោយសពដងតែនៅក្នុងយប់នោះខ្ញុំទិញការ៉េមអ៊ំប្រុសនោះរួចហើយមិនទាន់នឹងបានញ៉ាំផងស្រាប់តែមានភ្ញៀវប្រុស4នាក់បានចូលមកក្នុងហាងផឹកស៊ីទីលេងកម្សាន្តនឹងបានយកនាងខ្ញុំនិងមិត្តភ័ក្តិខ្ញុំ3នាក់ផ្សេងទៀតធ្វើជាស្រីកំដររបស់ពួកគាត់នៅក្នុងពេលនោះខ្ញុំបានយកការ៉េមវិចខ្ចប់នឹងថង់ដាក់ចូលក្នុងទូទឹកកកសិនពេលចប់ការងារទើបមកញ៉ាំតាមក្រោយលុះរហូតដល់ម៉ោង3ទៀបភ្លឺពេលភ្ញៀវចេញទៅអស់ខ្ញុំបានដើរទៅមុខទូទឹកកកយ៉ាងលឿនដើម្បីយកការ៉េមមកញ៉ាំពេលនោះពេលដែលខ្ញុំបើកទូទឹកកកស្រាប់តែការ៉េមដែលខ្ញុំបានវិចខ្ចប់បែរជាคล้ายជាម្រាមដៃមនុស្សគួរឲ្យខ្ពើមទៅវិញដែលមានសភាពហើមស្ពុលនិងមានក្លិនស្អុយតិចពេលនោះខ្ញុំគិតថាមិត្តភ័ក្តិរបស់ខ្ញុំចង់ធ្វើបាបខ្ញុំដោយមិនគិតច្រើនខ្ញុំបានយកម្រាមដៃហើមស្អុយនោះចឹកទៅបោះចោលក្នុងធុងសម្រាមទាំងគំហឹងលុះយប់បន្ទាប់ខ្ញុំបានទៅទិញការ៉េមអ៊ំប្រុសនោះទៀតចៃដន្យពេលនោះលុយរបស់ខ្ញុំបានជ្រុះពេលដៃស្របពេលអ៊ំប្រុសឈ្ងោកអោនយកការ៉េមពេលដែលនាងខ្ញុំបានយកលុយហើយខ្ញុំងាកទៅបែរជាខ្ញុំឃើញអ៊ំប្រុសមិនមានជើងនោះទេខ្ញុំឃើញភ្លាមភ័យណាស់ក៏បានងើបវិញយ៉ាងលឿនបន្ទាប់មកខ្ញុំបានយកការ៉េមពីគាត់នឹងចូលមកក្នុងហាងវិញយ៉ាងលឿនដូចគ្នានៅពេលនោះខ្ញុំមានអារម្មណ៍សង្ស័យខ្ញុំមិនបានញ៉ាំការ៉េមនោះទេនឹងបានយកការ៉េមខ្ញុំទិញនោះដាក់ចូលក្នុងទូទឹកកកកន្លះម៉ោងក្រោយមកខ្ញុំបានដើរទៅមើលការ៉េមដែលខ្ញុំបានដាក់ចូលក្នុងទូទឹកកកនោះវិញពេលនោះនាងខ្ញុំបានឃើញការ៉េមនោះបានคล้ายជាម្រាមដៃមនុស្សដែលហើមស្ពុលមានក្លិនស្អុយដូចកាលពីយប់មិញបានធ្វើឲ្យខ្ញុំរន្ធត់ចិត្តជាខ្លាំងប៉ុន្តែខ្ញុំមិនបានប្រាប់ណាណាម្នាក់ដឹងនោះឡើយនឹងបានយកម្រាមដៃនោះទៅចោលក្នុងធុងសម្រាមដដែល
dụcបន្ទាប់មកទៀតដោយចិត្តងឹងឆ្ងល់ចង់ដឹងនាងខ្ញុំបានរងចាំអ៊ំលោកការ៉េម្នាក់នោះលុះម៉ោង 11:59 នាទីឈានចូលម៉ោង 12អ៊ំលោកការ៉េម្នាក់នោះក៏បានមកទៀតនៅពេលនោះនាងខ្ញុំបានតាំងអារម្មណ៍ដើរទៅទិញការ៉េមរបស់គាត់ដោយក្នុងចិត្តទាំងភ័យខ្លាចពេលទៅដល់ខ្ញុំបានទិញការ៉េមរបស់គាត់ដូចធម្មតាតែម្ដងនេះខ្ញុំបានយក5ដើមពេលគាត់ទៅផុតខ្ញុំបានយកការ៉េមនោះដាក់ចូលក្នុងទូទឹកកកដូចកាលពីយប់មិញបន្ទាប់មកនាងខ្ញុំបានអង្គុយនៅពីមុខទូទឹកកកនោះតែម្ដងដោយខ្លាចមាននរណាម្នាក់ចង់ធ្វើបាបនាងខ្ញុំមួយសន្ទុះក្រោយមកខ្ញុំបានបើកទូទឹកកកនោះមើលភ្លាមនោះខ្ញុំបានឃើញការ៉េមដែលខ្ញុំបានទិញពីអ៊ំប្រុសទាំង5ដើមនោះបានคล้ายជាម្រាមដៃមនុស្សដែលហើមស្ពុលទាំងអស់បានធ្វើឲ្យខ្ញុំរន្ធត់ចិត្តកប់យោបល់តែម្ដងហើយខ្ញុំបានគិតក្នុងចិត្តថាចុះការ៉េមដែលនាងខ្ញុំបានទិញពីអ៊ំប្រុសញ៉ាំកន្លងមកនោះជាម្រាមដៃដែលហើមស្ពុលនេះមែនទេគិតហើយខ្ញុំក៏ចាប់ដើមចង់ក្អួតចង់អោស្រីវទឹកមាត់ជាខ្លាំងរហូតទ្រាំមិនបានខ្ញុំបានត្រួតទៅក្នុងបន្ទប់ទឹកនិងបានក្អួតចេញមកប៉ុន្តែពេលនាងខ្ញុំក្អួតចេញមកបែរជាចេញសុទ្ធតែឈាមហូរដូចទឹកលីឡំនិងម្រាមដៃមនុស្សយ៉ាងច្រើនពីក្នុងពោះរបស់ខ្ញុំរំពេចនោះពោះរបស់ខ្ញុំបានរីកកំប៉ោងយ៉ាងលឿនចេញមកដូចអ្នកពោះធំ5ខែទាំងដែរនាងខ្ញុំនៅក្រោមមុំស៊ីនពេលនោះខ្ញុំភ័យខ្លាំងណាស់ក៏បានស្ដែករកជំនួយឲ្យគេជួយបន្តិចក្រោយមកមិត្តភ័ក្តិរបស់ខ្ញុំនិងម្ចាស់ហាងបានរួតមករកខ្ញុំគ្រប់គ្នាពេលពួកគាត់មកដល់អ្នករកគ្នាបានស្រឡាំងកាំងយ៉ាងខ្លាំងពេលដែលបានឃើញទស្សនវិជ្ជាខ្លួនប្រាណរបស់ខ្ញុំបន្ទាប់មកម្ចាស់ហាងក៏បានយកខ្ញុំទៅមន្ទីរពេទ្យទាំងយប់លុះពេលដល់មន្ទីរពេទ្យគ្រូពេទ្យបានឆ្លុះអេកូមើលក្នុងពោះរបស់ខ្ញុំដោយក្នុងពោះនាងខ្ញុំសុទ្ធតែម្រាមដៃមនុស្សដែលគ្រប់គ្នាមិនអាចជឿបានបន្ទាប់មកគ្រូពេទ្យបានសម្រេចចិត្តនិងគិតថាវះពួកខ្ញុំយកម្រាមដៃទាំងអស់នោះចេញបន្ទាប់ពីលោកគ្រូពេទ្យបានវះកាត់យកម្រាមដៃពីក្នុងពោះខ្ញុំរួចពោះនាងខ្ញុំបានត្រឡប់មកដូចដើមវិញមួយខែក្រោយមកខ្ញុំក៏បានជាសះស្បើយហើយបាននិយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅមិត្តភ័ក្តិនិងម្ចាស់ហាងរបស់ខ្ញុំតែពួកគេបានគិតថាអាចជារឿងអំពើគ្រូមន្តអាគមដែលមានមនុស្សចង់ដាក់មកលើរូបខ្ញុំប៉ុន្តែដោយភាពចង់ដឹងច្បាស់និងបំបត្តិការងឹងឆ្ងល់លុះដល់ពេលយប់នាងខ្ញុំបានអង្គុយនៅពីមុខហាងដើម្បីរងចាំអ៊ំប្រុសលក់ការ៉េមនោះទៀតរីឯមិត្តភ័ក្តិរបស់ខ្ញុំបានរងចាំលួចមើលពីក្នុងហាងរួចហើយនាងខ្ញុំបានអង្គុយនៅទីនោះដោយរំពៃមើលអ៊ំប្រុសម្នាក់នោះដោយមិនគិតពីភ្ញៀវអ្វីនោះឡើយលុះរហូតដល់ម៉ោង 12:00 កណ្ដឹងការ៉េមបានបន្លឺឡើងនិងបានឃើញអ៊ំប្រុសម្នាក់នោះមកទៀតប៉ុន្តែរូបគាត់មិនបានឈប់ធុងការ៉េមនោះទេគឺគាត់បានរុញរទេះធុងការ៉េមយឺតនិងងាកសម្លឹងមករកខ្ញុំទាំងញញឹមដោយទឹកមុខបង្កប់អត្ថន័យយ៉ាងគួរឲ្យខ្លាចពេលនោះខ្ញុំក៏បានហៅមិត្តភ័ក្តិនិងម្ចាស់ហាងរបស់ខ្ញុំមកមើលពេលគ្រប់គ្នាមកដល់ពួកគេមិនបានឃើញអ្វីនោះឡើយរីឯអ៊ំលក់ការ៉េមក៏នៅតែរុញរទេះសម្លឹងមករកខ្ញុំដដែលរហូតគាត់រុញផុតដាច់កន្ទុយភ្នែកនោះគឺមានន័យថាគឺនាងខ្ញុំតែម្នាក់តែប៉ុណ្ណោះដែលបានមើលឃើញអ៊ំប្រុសលក់ការ៉េម្នាក់នោះទាំងដែលគ្រប់គ្នាមិនបានឃើញអ្វីទាំងអស់ដោយមិនអស់ចិត្តម្ចាស់ហាងនិងមិត្តភ័ក្តិរបស់ខ្ញុំរួមទាំងនាងខ្ញុំបានទៅឆែកកាមេរ៉ាសុវត្ថិភាពដែលបានបំពាក់នៅពីមុខហាងវិញម្ដងដើម្បីបញ្ជាក់ការពិតកាន់តែច្បាស់ពេលគ្រប់គ្នាចូលដល់ក្នុងបន្ទប់មុខកុំព្យូទ័រម្ចាស់ហាងគាត់បានឆែកមើលថ្ងៃដែលនាងខ្ញុំចាប់ផ្ដើមទិញការ៉េមអ៊ំប្រុសម្នាក់នោះនៅយប់ថ្ងៃដំបូងប៉ុន្តែគ្រប់គ្នាមិនបានឃើញអ្វីដដែល
គឺបានឃើញតែរូបខ្ញុំដែលបានទៅឈរកណ្ដាលផ្លូវនិយាយធ្វើដៃធ្វើជើងត្រឡប់មកវិញកាន់ម្រាមដៃខ្មោចអង្គុយនៅលើកៅអីញ៉ាំម្រាមដៃខ្មោចនោះដោយទឹកមុខយ៉ាងឆ្ងាញ់ពិសាតែម្នាក់ឯងតែប៉ុណ្ណោះពេលនោះទើបខ្ញុំដឹងថាតាំងពីយប់ដែលខ្ញុំបានទិញការ៉េមពីអ៊ំប្រុសម្នាក់នោះគឺខ្ញុំបានញ៉ាំម្រាមដៃខ្មោចហើយនាងខ្ញុំរឹតតែច្បាស់ទៀតថាអ៊ំប្រុសម្នាក់នោះគឺជាខ្មោចចាប់តាំងពីពេលយប់នោះមករូបខ្ញុំក៏នៅតែនឹកឃើញទិដ្ឋភាពគួរឲ្យខ្លាចនឹងក្រពើមរអើមពីការ៉េម្រាមដៃខ្មោចនោះជានិច្ចរហូតមកដល់សប្តាហ៍ថ្ងៃប៉ុន្តែរឿងនេះទោះបីជាកន្លងផុតទៅជាច្រើនឆ្នាំក៏ដោយនាងខ្ញុំក៏នៅតែដុតដាមនៅក្នុងចិត្តមិនអាចបំភ្លេចបាននោះឡើយហើយខ្ញុំឈប់ញ៉ាំការ៉េមតាំងពីពេលនោះរហូតមកផងដែរ